សួស្តីស្វាគមន៍មកកាន់វគ្គសិក្សា Android ជាភាសាខ្មែររបស់មជ្ឈមណ្ឌល Korea Software HRD បាទសម្រាប់វីដេអូនេះគឺយើងតអំពី chapter មុនដែល chapter មុនហ្នឹងគឺយើងបានរៀនអំពីរបៀបបង្កើតនៅ Toast ដែលយើងមានប៊ូតុងនេះហើយពេលយើងចុចវានឹងបង្ហាញ Toast ឡើងអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺយើងតអំពីវគ្គមុន chapter មុនទៀតប៉ុន្តែវគ្គនេះខ្ញុំនឹងបង្ហាញអំពីរបៀបបង្កើតនៅ notification វិញម្ដងអញ្ចឹងថ្ងៃនេះយើងមានប៊ូតុងមួយសម្រាប់ Toast ហើយអញ្ចឹងខ្ញុំនឹងបង្កើតប៊ូតុងមួយទៀតសម្រាប់ចុចឲ្យវា show នៅ notification អញ្ចឹងខ្ញុំនឹងដូរអានេះខ្ញុំដាក់ថា show notification ហើយនេះយើងដូរ ID វាដាក់ថា bt_nt បាទខ្លីដើម្បីងាយស្រួលក្នុងការហៅអញ្ចឹងយើងបានប៊ូតុង2ហើយអញ្ចឹងនៅក្នុង main activity របស់យើងថ្ងៃនេះគឺជាការហៅថោអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្កើតនៅ activity មួយទៀតមានថានៅពេលដែលគេចុចទៅលើ notification យើងនឹងឲ្យវាបើកនៅ activity មួយទៀតអញ្ចឹងកន្លែងនេះយើងបានស្ដាប់យើងយក other យើងយក Android activity អញ្ចឹងជាបន្លែង activity ហើយខ្ញុំដាក់វាថា notification underscore activity next ហើយ finish ចឹងបានមួយទៀតហើយអញ្ចឹងកន្លែងនេះខ្ញុំសូមកែវាខ្ញុំដាក់ ID មួយទៅឲ្យវា add box ID/ ខ្ញុំដាក់ថា text view display បាទអញ្ចឹងយើងចូលមកកាន់ main activity សិនជាដំបូងយើងត្រូវបង្កើតនៅ notification manager មួយអញ្ចឹងខ្ញុំបង្កើតនៅ notification manager ខ្ញុំដាក់ថា notification manager notification នីមួយៗគឺមាន ID វាចាំខ្លួនមកវាអញ្ចឹងកន្លែងនេះខ្ញុំបង្កើតនៅ ID មួយ private in ខ្ញុំដាក់ថា nt notification ID ថា nt ID ស្មើនឹងកន្លែងយើងចង់តាំងលេខប្រមាណក៏បានដែរខ្ញុំតាំងឲ្យខ្ញុំដាក់ថា111នេះគឺជា ID សម្គាល់នៅ notification នីមួយៗអញ្ចឹងពេលយើងបង្កើតហើយអញ្ចឹងកន្លែងនេះយើងសូមដកវាទុកឲ្យបានខ្លីយើងត្រូវទៅបង្កើតនៅប៊ូតុងមួយទៀត bt_nt នេះដែលជាប៊ូតុង notification អញ្ចឹងយើងទៅចាប់ reference ដូចគ្នាមក nt ស្មើនឹង or.id.bt_nt notification ចឹងយើង set click event មួយទៅឲ្យវាស្មើនឹង new on click listener ចឹងអានេះពេលដែល click យើងនឹងឲ្យបង្ហាញនៅ notification អញ្ចឹងខ្ញុំនឹងបែកនៅ notification ចេញទៅជា class មួយទៀតអញ្ចឹងតែខ្ញុំដាក់ថា public void ខ្ញុំដាក់ថា show notification ចឹងយើងបាន class មួយហើយសម្រាប់បង្កើតនៅ notification ដំបូងគឺយើងត្រូវបង្កើតនៅប្រើប្រាស់ notification.builder ហើយខ្ញុំដាក់ថា m_builder បន្តមកទៀតគឺយើង new នៅ notification មួយនេះយើងបង្កើត object របស់វា notification.builder ដូចគ្នាអញ្ចឹងសូមលុបកន្លែងនេះចោល builder នេះគឺវាត្រូវការនៅ activity មួយអញ្ចឹងយើងបោះ list ឲ្យវាបញ្ជាក់ថា activity មួយនេះបានហៅនៅ builder មួយនោះអញ្ចឹងយើងត្រូវ set ឲ្យវាមានអីខ្លះអញ្ចឹងគឺ m_builder.set content title នេះគឺជា title អញ្ចឹងដើម្បីសម្គាល់ថាកន្លែងណាជា title ហើយនោះគឺងាយស្រួលគឺយើងដាក់សម្គាល់នេះតែម្ដងអញ្ចឹងថា this is content title តោះទីយើងអាច set ទៅឲ្យវាដូចជាទី1យើង set content title យើងអាច set នៅ content text អញ្ចឹងដាក់ this is content text ទី3យើង set នៅ ticker m_builder
ចឹងពេលយើងដាក់ដូច្នេះយើងដឹងថាកន្លែងណាជា content title កន្លែងណាជា content text ហើយនឹងកន្លែងណាគឺជា content ticker ចឹងកាលពីនោះយើងក៏អាច set នៅ icon ទៅឲ្យវា .set small icon ចឹង icon គឺយើងយកពី or.drawable ចឹងយក icon ដែលមានស្រាប់នៅក្នុង Android គឺ IC_launcher នេះគឺយើងបាន set នៅ title text ទៅឲ្យ notification មួយនោះចឹងបន្តមកទៀតនៅពេលដែលគេចុចលើ notification នោះគឺយើងត្រូវតែឲ្យវាទៅបើកនៅ activity ផ្សេងមួយទៀតចឹងដើម្បីទៅបើក activity ខ្ញុំបង្កើតនៅ intent មួយថា intent ស្មើនឹង new intent បាទអញ្ចឹងកន្លែងនេះគឺយើងបោះទីតាំងដែលយើងកំពុងតែហៅវាហើយវានឹងទៅបើកនៅ notification activity.class អញ្ចឹងពេលដែលគេចុចវានឹងទៅបើកនៅ activity មួយនេះបាទអញ្ចឹងយើងបាន intent អញ្ចឹងពេលដែលទៅគឺយើងត្រូវបោះ ID មួយទៅតាមជាមួយនឹង intent ផងដែរអញ្ចឹង intent យើងអាច intent.put extra key ខ្ញុំដាក់ថា ntid value របស់វាគឺ ntid ដែលយើងបានប្រកាសនៅខាងលើអំបញ្ញនេះគឺ1 3 ដងបាទបន្តមកទៀតនៅពេលដែលគេចុចទៅលើ intent យើងត្រូវបង្កើតនៅ state មួយដើម្បីនៅពេលដែលគេ break មកវិញវានឹងចូលនៅ activity ចាស់វិញដើម្បីកុំឲ្យវាបិទកម្មវិធីអញ្ចឹងដើម្បីប្រើប្រាស់បានគឺយើងប្រើនៅ task state builder ឥឡូវខ្ញុំដាក់ថា state builder ស្មើនឹង task state builder .create អញ្ចឹង create យើង create activity មួយទៅឲ្យវាអញ្ចឹង activity នេះគឺវាស្ថិតនៅ activity ដែលយើងកំពុងឈរនៅអញ្ចឹងយើងដាក់ list បន្ទាប់ពីយើង create activity ចូលទៅក្នុង task state builder ហើយអញ្ចឹងយើងត្រូវ add parent វាអញ្ចឹងយើងអាចដាក់នៅ state builder.add parent state អញ្ចឹង activity មួយណាដែលជា parent របស់វា activity parent គឺជា activity notification activity នេះអញ្ចឹងថាវាជា parent របស់ class main activity ពេលដែលគេ break វានឹងចូលមកកាន់ state នេះវិញតមកទៀតគឺយើងប្រើ state builder ដូចគ្នា .set .add .set ទេ .add next intent មានថាគឺជា intent ដែលវាបង្ហាញនៅលើគេនៅពេលដែលយើងចុចទៅលើ notification មួយនោះអញ្ចឹង intent ដែលបង្ហាញមើលជាងបោះ intent ចូលកន្លែងនេះទៅតមកទៀតគឺយើងប្រើ pending មានន័យថា notification កន្លែងនោះ intent មួយនោះគឺវាជា pending intent រងចាំនៅពេលដែល user នឹង click បានវាដំណើរការនៃ intent មួយនោះអញ្ចឹងដាក់ថា pending intent ស្មើនឹងអញ្ចឹងយើងអាចប្រើប្រាស់នៅ state builder កន្លែងនេះ state builder .get pending intent អញ្ចឹងអាច pending intent ខាងនោះគឺកន្លែងនេះ0យើងអាចបោះនៅកូដរបស់វាអញ្ចឹងយើងអាចដាក់អីក៏បានដែរអញ្ចឹងចុះមកទៀតកន្លែង state នេះមានថាកំណត់ action របស់វាអញ្ចឹងខ្ញុំដាក់ថា pending intent កាលនេះមានថានៅពេលដែលយើងចុចម្ដងឲ្យវាបាត់ notification អញ្ចឹងឯនេះគឺមាន flag one shot គឺចុចតែម្ដងយើងអនុញ្ញាតឲ្យ user ចុចម្ដងគឺបាត់នៅ notification នឹងតែម្ដងអញ្ចឹងបន្តមកទៀតគឺយើងត្រូវប្រើនៅ builder ដែលយើងបានបង្កើតខាងលើគឺ builder មួយនេះ set នៅ content intent ទៅឲ្យវាមានថាយើងនឹង set នៅ activity ដែលនៅពេលដែល user គាត់ចុចទៅលើ notification មួយនោះអញ្ចឹងខ្ញុំចុចនៅ set content intent ហើយយើងបោះ pending intent ទៅឲ្យ content intent មួយនោះអានេះ save អានេះ error ដោយសារវាជា API ថ្មីអញ្ចឹងយើងអាច add នៅកន្លែងនេះទៅឲ្យវាដើម្បីបំបត្តិនៅភាព error បាទអញ្ចឹងកន្លែងនេះគឺតមកទៀតនៅពេលដែលយើង set activity ទៅឲ្យវាហើយគឺយើងត្រូវប្រើប្រាស់នៅ notification manager ដែលយើងបានបង្កើតនៅខាងលើអំបញ្ញបាញ់ហ្នឹង
យើងប្រើស្មើនឹង notification manager get system service អញ្ចឹង service ដែលយើងចង់បានគឺ context .notification manager យើងចង់បាន service notification manager កន្លែងនេះបានហើយបាត់កន្លែងនេះតទៅទៀតគឺបានយើងបោះ object មួយនោះចូលទៅកាន់ notification manager អញ្ចឹងnotification manager .notify អ្វីដែលយើងត្រូវបោះទៅឲ្យវានោះគឺ ID មួយអញ្ចឹងដាក់ថា nt id ទី2ដែលយើងត្រូវបោះឲ្យវានោះគឺ mbuilder អញ្ចឹង mbuilder.build អញ្ចឹងថ្ងៃនេះគឺយើងចប់នៅការបង្កើតនៅ notification អញ្ចឹងនៅពេលដែលយើងបានបោះ ID ឆ្លងទៅកាន់ activity មួយទៀតគឺនៅកន្លែងនេះអញ្ចឹងពីនេះគឺ create option menu ខ្ញុំសូមលុបវាចេញដើម្បីចាប់វាបានចាប់នៅ intent ដែលបានបោះមកអញ្ចឹងយើងត្រូវ create នៅ bundle មួយសិនខ្ញុំដាក់ឈ្មោះវាថា extra ស្មើនឹង get intent បើយើងទៅចាប់នៅ intent ដែលបានបោះមកហើយ get extra នៅ extra ដែលសិតនៅក្នុង intent ដែលបានភ្ជាប់មកតែម្ដងអញ្ចឹងខ្ញុំនឹងបង្កើតនៅ id មួយស្មើនឹង extra get in key របស់វាគឺ nt id យើងបានបោះមកកន្លែងនេះគឺ nt id នេះគឺជា key របស់វាអញ្ចឹងយើងដាក់ឲ្យដូចគ្នា nt id ក្នុងនោះយើងក៏មាន text view មួយដែរសម្រាប់ display TV display អញ្ចឹងអាច set text ទៅឲ្យវា set text ទៅឲ្យវាបានអញ្ចឹងកន្លែងនេះដាក់ .set text the id is យើងបូកនៅ id នេះចូលនេះយើងបាន set text ដែលយើងចាប់បានហ្នឹងចូលទៅក្នុង id រួចហើយអញ្ចឹងទី1នៅពេលដែលចុងបញ្ចប់ហ្នឹងគឺនៅពេលដែលគេចុចទៅលើ notification ហើយយើងនឹងលុប notification ហ្នឹងចោលតែម្ដងអញ្ចឹងដើម្បីលុបចោលគឺយើងត្រូវប្រើនៅ notification manager ខ្ញុំដាក់ថា manager ទៅស្មើនឹងយើង custom វាទៅជា notification manager បាទនេះសូម enter get system service អញ្ចឹងយើងដាក់ context ដូចអំបញ្ញមិញអញ្ចឹងគឺ .notification service ពេលយើងបាន service ហើយគឺយើងប្រើនៅ manager មួយនេះ .cancel អញ្ចឹង cancel id មួយណា id គឺយើងប្រើប្រាស់នៅ id យើងបានកំណត់ទៅឲ្យវានេះបាទអញ្ចឹងនេះគឺជាសារៈសំខាន់នៃការប្រើប្រាស់ id ណា id នេះជា id សម្គាល់របស់ notification មួយអញ្ចឹងដើម្បីប្រើឆ្លងទៅនោះអញ្ចឹងខ្ញុំសូមដាក់កន្លែងនេះទៅជា public static អញ្ចឹងយើងអាច access កន្លែងនេះដាក់ថា main activity.ntid អញ្ចឹងពេលគេចុចវានឹង clear នៅ notification នឹងចោលតែម្ដងបាទអញ្ចឹងយើងបានបង្កើតនៅ class សម្រាប់បង្កើតនៅ notification រួចហើយបន្តមកទៀតនៅពេលដែលគេចុចទៅលើនេះយើងនឹងហៅ method នោះមកប្រើអញ្ចឹងកន្លែងនេះខ្ញុំដាក់ថា show យើងនឹងហៅ show notification នេះមកប្រើបាទអញ្ចឹងអានេះយើង save តមកយើង run as Android application អញ្ចឹងថ្ងៃនេះគឺលើកមុនយើងបានសូថោវាបង្ហាញធម្មតាអញ្ចឹងនៅពេលយើងចុចទៅលើ notification យើងឃើញកន្លែងនេះ pop up ឡើងអញ្ចឹងយើងដឹងច្បាស់ហើយថាអីទៅ ticker អីទៅ content title ហើយអ្វីទៅ content text យើងបានឃើញយើងយល់កាលនេះហើយអញ្ចឹងយើងអាចកំណត់អក្សរតាមដែលយើងចង់បាននេះគឺជា icon ដែលយើងបាន set ទៅឲ្យវាបាទនេះគឺជា notification អញ្ចឹងយើងអាច clear ចោលបានយើងអាច off វាយើងចុចមួយសារទៀតវានឹងបង្ហាញនៅ notification មួយសារទៀតអញ្ចឹងនៅពេលដែលខ្ញុំចុចទៅលើវានឹងទៅបើកនៅ activity ហើយនេះគឺជា ID ដែលយើងបានចាប់បាន ID ដែលមានលេខ111ហ្នឹងដែលយើងបានចាប់បានហើយ ID ពេលយើងចុចយើងនឹងឃើញថា notification បាន clear ចេញពី notification bar តែម្ដងបាទសូមអរគុណជួបគ្នានៅវីដេអូបន្តទៀត